សួស្តីបងប្អូនអរគ្នាអញ្ចឹងកណ្ដឹងខ្ញុំនឹងធ្វើវីដេអូមួយ unbox drone ហើយ drone ដែលខ្ញុំទិញហ្នឹងគឺប្រភេទ model DJI Flip ដែលវាតែមិនចេញទេទិញដូចជាចេញខែ1ថ្ងៃ14ហ្នឹងហើយចេញដើមឆ្នាំ2025ហ្នឹងហើយខ្ញុំគិតមែនតើរួមថាសំលុយបានទៅគិតទៀតថាគូទិញអត់ឥឡូវទិញបានហើយអញ្ចឹងខ្ញុំមក unbox យើងមក unbox ទាំងអស់គ្នាអូខេយើងមាននេះmemory ហ្នឹងគាត់ឲ្យដូចជា 64G អានេះគេដូចជាកញ្ចក់ការពារហ្មងចឹងចាំមើលសិនប្រហែលជាកញ្ចក់បោះតេឡេថ្មីតែម្ដងអត់ទាន់បើកអីទាំងអស់បើនិយាយទៅកាលពីទូចខ្ញុំធ្លាប់គិតថា drone drone គឺជារបស់លេងមួយដែលយើងអាចថតវីដេអូរូបភាពបានមកពីសញ្ញាកាសពីខាងលើចឹងទៅអានេះខ្ញុំនិយាយពី spec របស់វាតិចចឹងDJI Flip ហ្នឹងគឺថតបានវីដេអូ 4K 60 frame បើគិតទៅវាជាប្រភេទ drone ដែលកាត់អឺ drone ដែល update ពី DJI Neo មកនិយាយមែនតើដំបូងគឺខ្ញុំស្រឡាញ់ DJI Neo ព្រោះតម្លៃវារាងធូរហើយវាមានស្លាបការពារដូចគ្នាស្លាបការពារហើយយើងអាចបង្ហោះបានដោយមិនចាំបាច់ប្រើ remote ដូចជាទូរស័ព្ទដូចជា remote Aussie remote ហ្នឹងយើងអាចប្រើជាមួយនឹង AI Smart របស់វាមាន tracking វាមានហោះអូតូអីចឹងអាហ្នឹងគឺជាប្រភេទ Smart Drone ហើយ DJI ដូចជាមាន2 model ហ្នឹង DJI Flip និង DJI Neo ដែលវាយើងធ្វើការហោះដោយមិនចាំបាច់ប្រើ remote ដូចជាទូរស័ព្ទឬក៏ Aussie remote ហើយខ្ញុំស្រឡាញ់អានេះមែនទែនព្រោះបើតាមនៅក្នុង spec ដែលគេដាក់ហ្នឹងគឺ model ហ្នឹងអាចថតបាន 4K 60 frame អស់បាន31នាទីអាហ្នឹងនៅក្នុង product របស់គេប៉ុន្តែនៅក្នុង real world ដូចជាខ្ញុំមើលក្នុង YouTube គេដាក់ដូចជាតែជាក់ស្ដែងហោះបានចន្លោះ20នាទីឬក៏20នាទីជាងអីទៅទូតាមអាកាសធាតុបើសិនជាអាកាសធាតុក្ដៅអាហ្នឹងហោះទៅវាឆាប់អស់ថ្មឆាប់អីចឹងទៅវាទៅតាមហ្នឹងដែរប៉ុន្តែបើហោះនៅដូចជាតំបន់ត្រជាក់ដូចនៅអឺរ៉ុបខាងតំបន់មានទឹកកកមានអីហ្នឹងវាត្រជាក់អញ្ចឹងវាធ្វើឲ្យម៉ាស៊ីនហ្នឹងវាអត់សូវក្ដៅពេកក៏វាអត់សូវស៊ីថ្មអីវាអាចនឹងដូចដែលគេនិយាយគឺ31នាទីហើយវាមាន 3 axis gimbal អាហ្នឹងខ្ញុំអត់សូវដឹងទេប៉ុន្តែខ្ញុំដឹងថា gimbal វាមាន1 axis ហ្នឹងអាហ្នឹងវាតែមួយឯងប៉ុន្តែ3 axis ហ្នឹងវាទប់ទាំង3អានេះគេហៅ3 axis វាមានទប់ពីលើផងពីខាងផងអញ្ចឹងអាហ្នឹងវានឹងខ្លាំងអត់ដូច Neo ទេ Neo មានតែអឺ 1 axis អញ្ចឹងមានថាវាទប់លំនឹងដូចជាពេលដែលខ្យល់បក់ខ្លាំងទៅវាអត់អឺគេហៅ gimbal stabilization វាអត់ទៅល្អកាមេរ៉ារបស់វាថតបាន12 megapixel ជាមួយនឹង48 megapixel អញ្ចឹង48 megapixel គឺជាតម្លៃប៉ុណ្ណឹងធំថតច្បាស់ប៉ុន្តែអានេះគឺជាវីដេអូ unbox អញ្ចឹងខ្ញុំនឹងធ្វើការunbox នៅ drone មួយហ្នឹងឲ្យអ្នកនរគ្នាឃើញថាតើ set ដែលខ្ញុំទិញហ្នឹងមានអីខ្លះហើយខ្ញុំបញ្ជាក់ set ដែលខ្ញុំទិញហ្នឹងគឺ standard Horsi2 standard អញ្ចឹងអាហ្នឹងវាមានតែremote ដែលមានអេក្រង់នឹងមួយ drone មួយជាមួយនឹងថ្មដែលភ្ជាប់មកវាអត់ដូចset គេ Fly Mode Combo ទេបើ Fly Mode Combo វាមានអេក្រង់មួយ drone មួយហើយជាមួយនឹងថ្ម3ហើយជាមួយនឹងដូចជាហបសាកថ្មហ្នឹងមួយដែរជាមួយនឹងកាតាបអាហ្នឹង Combo ប៉ុន្តែតម្លៃវាថ្លៃជាងហ្នឹងទៀតទៅហើយបើតម្លៃនឹងធូរក៏មានដែរអាហ្នឹងremote កន្លែងហ្នឹងគឺអត់មានអេក្រង់ទេគេហៅDJI Flip RCN3 អាហ្នឹងមានតែតេឡេទេប៉ុន្តែអេក្រង់ពេលដែលយើងចង់ដាក់គឺយើងទៅដាក់ទូរស័ព្ទរបស់យើងមើលពីលើអាហ្នឹងកន្លែងធូរហើយថ្មវាមានមួយដែរដូចគ្នាទាំងអស់តែវាខុសតែអេក្រង់អញ្ចឹងសម្រាប់វីដេអូនិងរូបភាពក្នុងដាក់ detail គេថាអាចថតជាមួយនឹង D-Log បាន D-Log ហ្នឹងដូចជាគេអាចកែ color បានស្អាតចឹងថតមកជាប្រភេទ RAW ហើយកែ color អញ្ចឹងសម្រាប់អ្នកដែលលេង color grade អញ្ចឹងឥឡូវយើងនឹងមក unbox ទាំងអស់គ្នាយើងមកបើកទាំងអស់គ្នាមកអូហើយទាំងនេះទៀត
thế thế lấy những bạn mà hai cứ nick drone phơi này nón cho môi nâng sticker anh ấy phơi này nón kim đại mới kim ở YouTube Control OC2 Cop series chết mà ខាងហាងគាត់បានបញ្ជាក់ដែរថា drone ពេលដែលទិញមកយកអត់តាល់ធ្វើអីទេគឺយើងបញ្ចូលថ្មវាសិនបានយកទៅប្រហោះអញ្ចឹងយើងមាន3ហើយក្នុងមានអានេះស្លាបរបស់វាប៉ុន្តែខ្ញុំជឿថាវាងាយបាយដោយសារតែ drone ហ្នឹងវាមានអានេះការពារសងខាងអញ្ចឹងវាងាយហោះទៅបាក់បាយទេតែបើប្រភេទដូចdrone model ផ្សេងដែលវាមានអា shield ជុំវិញហ្នឹងអាហ្នឹងហាញនឹងបាក់ព្រោះហោះទៅវាគង់ខាងប៉ះទេតមកទៀតយើងមាន Type C ស្អីអាហ្នឹងគេហៅ television សម្រាប់ដោះដូរស្លាបអស់ហើយខ្ញុំគិតមែនតើថាខ្ញុំគូទិញអត់ទិញធ្វើអីប៉ុន្តែឥឡូវគឺបានទិញហើយបើកមកហ្នឹង hot screen អេក្រង់អញ្ចឹងយើងមកមើលទៅលើ tele remote Ocean 2គឺវាមានអេក្រង់ស្រាប់អញ្ចឹងគាត់ឲ្យយើងបើកមកជាមួយនឹង drone មកវា connect ចូល auto ជាមួយនឹង remote ហើយយើងអាចធ្វើការថតឲ្យបានលឿនអញ្ចឹងគ្រាប់ពជាគ្រាប់ដែលមូលទៅកាន់ remote ព្រោះអាហ្នឹងខាងហាងគាត់បញ្ជាក់ដែរថាពេលដែលយើងប្រើចាំយើងដាក់កុំឲ្យយើងដាក់រហូតចឹងជៀសវាងពេលដែលយើងដាក់ចូលតាបឬក៏ដាក់ចូលតំបន់ណាមួយទៅវាធ្វើអាហ្នឹងវល់ចឹងវាអាចនឹងងាប់ជាមួយនឹង sensor ឬក៏អា remote ហ្នឹងយើងបើកមួយទៀតមកអានេះខ្ញុំអត់តន់ប្រើទេដោយសារអត់តន់ចូលថ្មខៃទេdrone ហ្នឹងយើងអត់ចាំបាច់ប្រើ remote ឬក៏ទូរស័ព្ទដើម្បីបញ្ជាវាគេមាន AI របស់វាយើងអាចបញ្ជាវាថតតាមវីដេអូថតអីហ្នឹងចឹងបាទមកអូខេអានេះគេមាន like ចុចអូខេសារបើយើងដាក់ចូលវិញខ្ញុំចូលថ្មសិនណាមិនអូចេះខេនេះនៅក្នុងនេះហ្នឹងគេដាក់ថា charge to activate the battery before using for the first time ហើយវាឲ្យយើងបញ្ចូលថ្មមុនអូខេអញ្ចឹងយើងមានប៉ុណ្ណឹងហើយអានេះខ្ញុំត្រូវបញ្ចូលថ្មទុកសិនចាំមើលតិចទៀតខ្ញុំហោះតែមើលអាហ្នឹងគឺជាវីដេអូ unbox ទេ